สียงทอនៅក្នុងព្រះអភិធម្ម3ដកបានសម្ដែងអំពីលក្ខណៈរបស់រូបទាំងអស់មាន28រូបនៅក្នុង28រូបជារូបដែលសតិគួរតែពិចារណារលឹកដឹងដល់តើអ្វីជារូបដែលសតិគួរតែរលឹកដឹងដល់នោះប្រសិនបើជាកាយបសាទរូបគឺសតិនោះនឹងរលឹកដឹងនៅសភាពលក្ខណៈរឹងទន់ក្តៅត្រជាក់តឹងកម្រើកញ័រដែលកំពុងតែមានជាប្រក្រតីធម្មតានៅក្នុងជីវិតប្រចាំថ្ងៃគ្រប់ខណៈចំពោះលក្ខណៈរឹងទន់ក្តៅត្រជាក់តឹងកម្រើកញ័រនេះគឺជាសភាពលក្ខណៈដែលពិតជាមានពិតប្រាកដមែនតើសតិគួរតែរលឹកដឹងគួរតែអាចយល់បានដែរឬទេរូបទាំងនេះគឺជាសភាពលក្ខណៈធម្មៈដែលមិនមែនជាអត្តាតួខ្លួនមិនមែនជាសត្វមិនមែនជាបុគ្គលដែលបានកើតឡើងហើយប្រកបមានហើយក៏រលត់ទៅអស់ដូចគ្នារូបបរមត្តគឺជារូបឬជាធម៌ដែលកំពុងតែមានពិតប្រាកដដូច្នោះចំពោះរឿងអំពីកាយានុបស្សនាសតិប្បដ្ឋាននៅក្នុងឥរិយាបថបព្វមិនថាជាការដេកការដើរការឈរឬការអង្គុយនោះទេចំពោះបុគ្គលដែលលោកបានយល់ច្បាស់អំពីសភាពលក្ខណៈធម៌ដែលកំពុងតែប្រកបតាមរយៈកាយនេះក៏គ្មានអ្វីក្រៅពីសភាពលក្ខណៈត្រជាក់ក្តៅរឹងទន់កម្រើកញ័រទាំងនេះដែលកំពុងតែប្រកបឡើងក្រធប់ប៉ះនឹងរាងកាយនោះទេបើនិយាយអំពីបុគ្គលដែលលោកនៅមិនទាន់បានយល់ឬបានដឹងពីលក្ខណៈរបស់រូបនិងលក្ខណៈរបស់នាមតាមប្រក្រតីជាធម្មតានេះទេលោកប្រកាសជាមានការយល់ថាទាល់តែទៅរកកន្លែងអង្គុយសិនលោកព្រោះថាលោកនៅមិនទាន់បានយល់ដឹងពីការដឹងឬការយល់អំពីលក្ខណៈរបស់រូបឬនាមដែលកំពុងតែប្រកបតាមទ្វារភ្នែកខ្លះត្រចៀកច្រមុះអណ្ដាតកាយឬក៏តាមទ្វារចិត្តខ្លះដែលកំពុងតែប្រកបជាធម្មតានេះនៅឡើយនោះទេនៅក្នុងគំនិតឬការគិតរបស់លោកនឹងគិតថាការចម្រើនសតិប្បដ្ឋានឬក៏វិបស្សនាសតិប្បដ្ឋាននេះគឺទាល់តែទៅធ្វើបែបនេះឬបែបនោះសិនទើបមានតួសតិនិងបញ្ញាដែលអាចកើតឡើងដឹងនៅលក្ខណៈរបស់រូបនោះតាមពិតទៅគ្រប់គណៈគ្រប់ដង្ហើមចេញចូលនៅក្នុងជីវិតរស់នៅនេះគឺកំពុងតែមាននៅសភាពធម្មៈមួយចំនួននៃរូបដែលកំពុងតែប្រកបកើតមានឡើងយ៉ាងលឿនរហ័សហើយក៏កំពុងតែរលត់ទៅវិញយ៉ាងលឿនរហ័សដូចគ្នាដូចជាត្រជាក់កំពុងកើតឡើងមួយផ្លេតហើយក៏រលត់ទៅវិញក្តៅកើតឡើងមួយផ្លេតហើយក៏កំពុងតែរលត់ទៅវិញសំឡេងកំពុងកើតឡើងមួយផ្លេតហើយក៏រលត់ទៅវិញយ៉ាងលឿនរហ័សដូចគ្នារូបក្លិនរសផោតពៈក៏កំពុងតែប្រកបឡើងកើតឡើងហើយក៏រលត់ទៅវិញយ៉ាងលឿនរហ័សដូចគ្នាទាំងអស់នេះគឺសុទ្ធតែជាសភាពលក្ខណៈធម៌ដែលកំពុងតែប្រកបកើតឡើងទៅតាមការពិតនៃដំណើរធម្មតាក្នុងជីវិតប្រចាំថ្ងៃរបស់យើងគ្រប់គ្នាគឺជាធម៌ដែលគួរតែពិចារណារលឹកដឹងនៅសភាវៈលក្ខណៈធម្មៈដែលកំពុងតែប្រកបកើតឡើងនេះគ្រប់សភាវៈធម៌ដែលកំពុងតែប្រកបតាមទ្វារភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តនឹកគិតនេះកំពុងតែប្រកបឡើងរួចហើយក៏កំពុងតែរលត់ទៅវិញតាមសេចក្តីពិតដែលយើងគ្រប់គ្នាគួរតែនាំគ្នាចម្រើនការអប់រំសិក្សាឲ្យបានត្រឹមត្រូវតាមខ្លឹមសារដែលព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងទុកយ៉ាងល្អហើយនោះតាំងគម្ពីរព្រះត្រៃបិដក
មានវគ្គមួយបានលើកឡើងថាយើងជាសាវកនឹងមិនបញ្ញត្តិពាក្យដែលព្រះដែលមានព្រះភិក្ខមិនបានបញ្ញត្តិឡើងនោះទេប្រសិនបើការបដិបត្តិនោះមិនមាននៅសម័យពុទ្ធកាលទេនោះតែយើងបែរជាលើកឡើងថាសម័យនេះក៏ត្រូវតែធ្វើបែបនេះហើយមិនដូចជាសម័យពុទ្ធកាលទេសម័យនេះត្រូវតែផ្លាស់ប្ដូរតើយើងគ្រប់គ្នាគិតថាជារឿងត្រឹមត្រូវឬក៏ជារឿងដែលមិនត្រឹមត្រូវយើងទាំងអស់គ្នាជឿថាយើងទាំងអស់គ្នាគឺជាពុទ្ធបរិស័ទហើយជាសាវកនឹងមិនបញ្ញត្តិធម៌វិន័យណាដែលព្រះដ៏មានព្រះភិក្ខលោកមិនបានបញ្ញត្តិឡើងនោះទេចំពោះការបដិបត្តិដែលយើងយល់ថាជាការបិទភ្នែកគិតអំពីលក្ខណៈរបស់រូបក្នុងលំហអាកាសនោះទើបជាតួបញ្ញាឬជាការប្រឆាក់នឹងលក្ខណៈរបស់រូបនោះចំពោះលោកអ្នកដែលបានយល់ដូចនេះលោកអាចពិចារណាប្រៀបធៀបជាមួយនឹងរូបបរមត្តធម៌ដែលព្រះអរហន្តសម្មាសម្ពុទ្ធលោកបានសម្ដែងទុកយ៉ាងល្អហើយនៅក្នុងគម្ពីរព្រះអភិធម្មបិដកនោះផងដែរទៅចោះចំពោះការបដិបត្តិសាវកគ្រប់រូបសុទ្ធតែអាចពិសោធន៍បានភ្លាមគ្រប់ខណៈគ្រប់ពេលវេលាកំពុងតែប្រកបតាមភ្នែកត្រចៀកច្រមុះអណ្ដាតកាយដែលកំពុងតែប្រព្រឹត្តទៅជាប្រក្រតីធម្មតានៅក្នុងជីវិតប្រចាំថ្ងៃនៃបុគ្គលគ្រប់គ្នាសូមបងប្អូនពុទ្ធបរិស័ទទាំងឡាយសូមរងចាំសន្តាប់នៅរូបបរមត្តធម៌ភាគ2ជាបន្តទៀតនៅវីដេអូក្រោយជាចុងក្រោយខ្ញុំសូមលើកដៃនមស្ការចំពោះគុណព្រះរតនត្រ័យមានគុណព្រះពុទ្ធមានគុណព្រះធម៌និងគុណព្រះសង្ឃជាដើមជាទីរលឹកដ៏ខ្ពង់ខ្ពស់នៅក្នុងជីវិតសូសៀងធសូសៀងធសូសៀងធเสียงทอโซเสียงทอโซเสียงทอเสียงทอ